จั่วข้างក្រោយក្នុងថ្នាកាន់សៀវភៅតែចិត្តបែកជារំភើពេលអ្នកគ្រូបង្រៀនមេរៀននៅមុខថាខ្ញុំបែកជាចងចាំស្នាមញញឹមជាងអក្សរសំឡេងទន់ភ្លន់ដែលអ្នកគ្រូនិយាយធ្វើឲ្យខ្ញុំចង់ស្ដាប់គ្រប់ពាក្យពេលអ្នកគ្រូស្រសាម្ដងតិចធ្វើឲ្យខ្ញុំខំប្រឹងរៀនជាងមុនខ្ញុំដឹងថាវាគ្រាន់តែជាអារម្មណ៍នៃការកោតសរសើរដ៏ស្រស់ស្អាតតែកើតឡើងក្នុងវ័យសិក្សាហើយរក្សាទុកជាអនុស្សាវរីយ៍កូនសិស្សលួចស្រឡាញ់អ្នកគ្រូលួចនឹកតែរក្សាទុកក្នុងចិត្តមិនហ៊ាននិយាយមិនហ៊ានបង្ហាញបានត្រឹមសំឡឹងពីកៅអីសិស្សសំណាក់កូនសិស្សលួចស្រឡាញ់អ្នកគ្រូជាកម្លាំងចិត្តឲ្យខ្ញុំខំស៊ូថ្ងៃមួយនឹងក្លាយជាមនុស្សល្អដោយការរំពឹងទុករបស់អ្នកគ្រូពេលខំតឹងសាលាបន្លឺសំឡេងថ្នាក់រៀនត្រូវបញ្ចប់មួយថ្ងៃទៀតតែរូបភាពអ្នកគ្រូនៅក្នុងចិត្តនៅតែច្បាស់ដោយពន្លឺថ្ងៃរដំបូន្មានដែលអ្នកគ្រូផ្ទាល់ខ្ញុំរក្សាទុកមិនដែលភ្លេចព្រោះអ្នកគ្រូមិនត្រឹមជាគ្រូបង្រៀនតែជាអ្នកបំភ្លឺផ្លូវអនាគតឆ្នាំសិក្សានឹងកន្លងផុតទៅសិស្សម្នាក់នេះក៏នឹងចាក់ចេញតែអនុស្សាវរីយ៍ក្នុងថ្នាក់រៀននឹងនៅក្នុងការចងចាំជារៀងរហូតថ្ងៃណាដែលខ្ញុំទទួលបានជោគជ័យខ្ញុំនឹងនឹកដល់អ្នកគ្រូជាមុនគេព្រោះអ្នកគ្រូជាមនុស្សមិនណាដែលជឿជាក់លើខ្ញុំតាំង